ជំរាបសួរក៏ដូចជាអរុនសុស្ដីបងប្អូនលោកស្រីដែលតែងតែនិយមបាទតាមដានរកការវិភាគរបស់ខ្ញុំបាទអាស្រីនៅក្នុង page ផ្លូវការរបស់ក្រុមហ៊ុន BIC Market លោកស្រីទូបានជ្រាបអំពីការវិវត្តនៃស្ថានភាពទីផ្សារចុងក្រោយទាក់ទងតម្លៃហាងឆេងមាសនិងទីផ្សារប្តូរប្រាក់ដែលមានការធ្លាក់ចុះយ៉ាងគំហុកតែម្ដងជាពិសេសទៅលើតម្លៃហាងឆេងមាសបាទយកមិញបាទធ្លាក់ចុះទៅរកកម្រិត$3,718ក្នុងមួយអោនហើយខ្ញុំជឿថាបងប្អូនលោកស្រីដែលតែងតែតាមដានការវិភាគរបស់ខ្ញុំទទួលបានផលចំណេញច្រើនបាទតែបើថាប្រហែលថ្ងៃនេះខ្ញុំបានផ្ដល់យោបល់លោកចុះតាំងពីប្រសាសន៍របស់លោកប្រធានធនាគារលោក Pavel ដែលបានលើកឡើងកាលពីម្សិលមួយថ្ងៃបាទតាក់ទងនឹងអត្រាប្រាក់លោក Pavel បានលើកឡើងសារជាថ្មីថាលោកមិនធានាទេលើរឿងកាត់បន្ថយអត្រាការប្រាក់ក្នុងពេលខាងមុខពោលក្នុងខែតុលាឬក៏ចុងឆ្នាំ2025នេះវាជាសញ្ញាណមួយបើទោះបីជាលោកទទួលស្គាល់ថាសេដ្ឋកិច្ចអាមេរិកកំពុងតែមានការធ្លាក់ចុះវិស័យការងារកំពុងតែដាំក្បាលចុះគណៈដែលអតិផរណាកំពុងតែមានការកើនឡើងកើតលោកបង្ហាញពីក្តីព្រួយបារម្ភនឹងផលលំបាកតែបើថាបើសិនជាកាត់បន្ថយអត្រាការប្រាក់លឿនពេកនោះវានឹងជំរុញអតិផរណាមានការកើនឡើងត្រឡប់មកវិញបើសិនជាមិនព្រមកាត់បន្ថយអត្រាការប្រាក់ឲ្យបានលឿននឹងឆាប់ទេនោះវានឹងបាទដាក់សម្ពាធដល់ទីផ្សារការងារឲ្យមានការធ្លាក់ចុះនឹងផ្ដល់នៅផលអវិជ្ជមានដល់សេដ្ឋកិច្ចផងដែរហើយលោកក៏បានទទួលស្គាល់ថាកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺមានការកើនឡើងយឺតនៅក្នុងត្រីមាសទី2ក្នុងកម្រិតតែ 1.5% តែប៉ុណ្ណោះយ៉ាងណាក៏ដោយនៅក្នុងថ្ងៃដំណើរគ្នាតាមរយៈកិច្ចប្រជុំមហាសន្និបាតការសហជីវជាតិលោក Donald Trump ក៏បាននិយាយដែរទាក់ទងនឹងស្ថានភាពទូទៅនៃបញ្ហាអាកាសធាតុបញ្ហាជនអន្តោប្រវេសន៍បញ្ហាគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកទាក់ទងនឹងបញ្ហាផ្សេងពាណិជ្ជកម្មអន្តរជាតិនិងបញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺលោកបាននិយាយខ្លាំងៗនិងសង្កត់ធ្ងន់លើបញ្ហាសង្គ្រាមរុស្ស៊ីអ៊ុយក្រែនលោកហាក់មានចេតនាក្នុងការគ្រប់គ្រងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនបន្តទៀតហើយជំរុញឲ្យអ៊ុយក្រែននឹងវាយយកទឹកដីដែលរុស្ស៊ីបានវាយកាន់កាប់ប្រមាណ 1/5 ត្រឡប់មកវិញនិងផ្ដល់ជំនួយសពគ្រប់បែបយ៉ាងទៅដល់អ៊ុយក្រែនរួមទាំងជំរុញឲ្យសម្ព័ន្ធមិត្ត NATO និងអឺរ៉ុបនោះផ្ដល់ជំនួយនិងជំរុញបន្ថែមហើយក៏ដាក់សម្ពាធឲ្យបកសម្ព័ន្ធ NATO និងអឺរ៉ុបបាទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបន្ថែមទៀតយ៉ាងណាក៏ដោយប្រសាសន៍របស់លោក Donald Trump ហាក់មិនមានទម្ងន់ទេដល់តម្លៃហាងឆេងមាសដែលទ្រព្យសុវត្ថិភាពតែបើថាប្រសាសន៍លោក Powell គាត់មានបាទទម្ងន់ខ្លាំងជាងប្រាក់ដុល្លារមានការកើនឡើងនិងដាក់សម្ពាធដល់រូបិយប័ណ្ណផ្សេងហើយនិងផ្សារហ៊ុនអន្តរជាតិមានការធ្លាក់ចុះរួមទាំងតម្លៃហាងឆេងមាសផងជាយោបល់របស់ខ្ញុំបាទតាមរយៈអ្វីដែលលោក Powell បានលើកឡើងនោះវាគឺជាសញ្ញាណមួយដែលល្អសម្រាប់ប្រាក់ដុល្លារនិងអាចដាក់សម្ពាធរយៈកាលខ្លីបន្ថែមទៀតដល់ទ្រព្យមាសដែលជាទ្រព្យសុវត្ថិភាពនិងមានតម្លៃខ្ពស់រួចស្រេចទៅហើយយកមិញរបាយការណ៍អចលនទ្រព្យគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ត្រឡប់មកវិញក្នុងខែសីហាកន្លងទៅខណៈដែលបាទរបាយការណ៍ផ្សេងទៀតជាពិសេស unemployment claim ក៏នឹងចេញផ្សាយក្នុងថ្ងៃហ្នឹងដែររួមទាំងរបាយការណ៍ GDP ដែលចង្អុលបង្ហាញអំពីភាពវិជ្ជមាននៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកហើយអ្នកជួញដូរក៏នឹងរងចាំមើលរបាយការណ៍បន្ថែមទៀតរបាយការណ៍ PCE ដែលជារបាយការណ៍មួយវាស់វែងថ្លឹងថ្លែងទាក់ទងទៅនឹងការចាយវាយរបស់ប្រជាជនអាមេរិកឬក៏ការវាស់វែងថ្លឹងថ្លែងបាទទៅលើអតិផរណារបាយការណ៍ចុងក្រោយគឺហាក់បង្ហាញពីភាពវិជ្ជមានគណៈដែលប្រសាសន៍លោក Powell គឺជាការដាក់សម្ពាធធ្ងន់មួយដល់ទីផ្សារភាគហ៊ុននិងតម្លៃហាងឆេងមាសរួមទាំងទ្រព្យឌីជីថលដូចជា crypto ជាដើមជាយោបល់របស់ខ្ញុំនៅក្នុងសប្តាហ៍នេះរួមនឹងចុងខែ9មាសទំនងជានឹងអាចត្រូវបានលុបបញ្ចេញចោលបន្ថែមទៀតទៅរកក្រោមកម្រិត$3,700ក្នុង1អោនឬក៏គិកម្រិត$3,600ក្នុង1អោនសភាពការវិវត្តប្រែប្រួលបែបណាខ្ញុំនឹងធ្វើការអាប់ដេតជូនបន្ថែមទៀតយើងផ្ដើមមើលបច្ចេកទេសដោយមើលទៅលើ candlestick ក្នុងរយៈកាល1ម៉ោងបាទទីផ្សារព្រឹកនេះមានការកើនឡើងបន្តិចបន្ទាប់ពីស្រកចុះការពីយប់មិញមកដល់កម្រិត$3,218ក្នុង1អោនហើយបងប្អូនលោកស្រីដែលបានលក់ខាពីយប់គឺចំណេញច្រើនហើយមានការទិញឡើងត្រឡប់ទៅវិញមកដល់កម្រិត$3,750ក៏នៅត្រឹងហើយខ្ញុំក៏បានផ្ដល់បលឲ្យលក់ចូលម្ដងទៀតដែរឃើញថាវាកំពុងតែស្រកសម្រាប់ជាបច្ចេកទេសតំបន់បន្ទាត់ពណ៌ខៀវខាងលើគឺជាតំបន់ resistance ហើយខាងក្រោមខាងក្រោមនេះគឺជា support អញ្ចឹងលោកស្រីអាចចារណារកកន្លែងបាទជួញដូរឬក៏លក់ចុះបាទក្រោមបន្ទាត់ខៀវនេះគឺលក់ចុះមកក្រោមហើយដល់តំបន់ក្រហមបាទសញ្ញានេះមិនស្រកចុះថែមទេរកកន្លែងទិញបាទអញ្ចឹងមកបច្ចេកទេសតម្លៃហាងឆេងមាសគឺមានលំហូរស្រកចុះ 2-3 ថ្ងៃជាប់គ្នាហើយជាពិសេសតាំងពីលោក Powell គាត់បានសង្កត់ធ្ងន់ទាក់ទងនឹងអត្រាការប្រាក់ដូចនេះសម្រាប់ខ្ញុំខែកញ្ញាគឺជាខែមួយដែលមានការប្រុងប្រយ័ត្នខ្លាំងតែបើថាខែនេះគឺជាខែដែលតម្លៃហាងឆេងមាសអាចនឹងប្រឈមការលក់បញ្ចេញចោលក្នុងបាទទីផ្សារហិរញ្ញវត្ថុបាទនេះមិនគូបញ្ញាំការទិញឡើងពេកទេគូបើអាចបាទរងចាំស្វៀវការឬក៏រកកន្លែងសរសេរនិងលក់ចុះត្រឡប់មកវិញ
សម្រាប់បងប្អូនលោកស្រីដែលមានបំណងចង់ចូលរួមជាក្រុម VIP ចង់បើកគណនីជួញដូរទទួលយកការប្រឹក្សានិងបង្រៀនដោយឥតគិតថ្លៃលោកស្រីគ្រាន់តែមានគណនីមួយជាមួយនឹងខ្ញុំបាទអាម៉ាស្រឿននៅក្នុងក្រុមហ៊ុន BIC Market លោកស្រីនឹងទទួលបានការប្រឹក្សាបង្រៀននិងឥតគិតថ្លៃទាក់ទងនឹងបច្ចេកទេសជួញដូរតំណែងបន្ថែមស្ដីពីការបើកគណនីជួញដូរប្រឹក្សាបន្ថែមសូមតំណែងទៅកាន់លេខទូរស័ព្ទខាងលើខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតលោកស្រីដែលកំពុងជួញដូរហាងឆេងមាសបាទគូរកន្លែងសតសេឬលក់ចុះព្រឹកមិញខ្ញុំបានផ្ដល់យោបល់ឲ្យលក់ចុះពីកម្រិត 3750 ហើយយើងឃើញតែជាក់ស្ដែងមកដល់ម៉ោងនេះគឺមាសកំពុងតែសតចុះទៅបណ្ដាហើយមាសអាចប្រឈមការលក់បញ្ចេញចោលបន្ថែមទៀតនៅក្នុងចុងខែនេះដូចនេះសូមប្រយ័ត្នចំពោះការទិញឡើងឬបាទលោកស្រីដែលកំពុងកាន់មាសដុំមាសគីឡូគូគិតគូរពិចារណានៅក្នុងការលក់បញ្ចេញយកផលចំណេញសិនបើយើងជួបគ្នានៅក្នុងពេលក្រោយទៀតបាទសូមអរគុណនិងជម្រាបលា